បងនេះគឺជាវីដេអូរបៀបរឹតហ្គេនរឹតមុខវាងាយស្រួលបំផុតអញ្ចឹងហ្គេនពេលដែលបងទិញទៅបងបកមកគឺវាមានសភាពបែបអញ្ចឹងបងបើសិនជាសាច់ហ្គេនវាណែនខ្លាំងបងអាចធ្វើការទាញបន្តិចទៅដើម្បីឲ្យសាច់ហ្គេនរឹតតែទន់បងងាយស្រួលក្នុងការរឹតហ្គេននៅលើតម្រងមុខការទាញបតឹងលើតម្រងមុខគឺដូចដែលខ្ញុំធ្វើឲ្យបងមើលអញ្ចឹងណាហើយខាងលើនេះបងចង់ទាញតឹងខ្លាំងក៏បានមកតឹងល្មមក៏បានមកគិតថារឹតនៅលើតម្រងមុខបងមានភាពងាយស្រួលសម្រាប់បងហើយហ្គេនក៏ងាយស្រួលក្នុងការដូចខ្ញុំអត់អញ្ចឹងណាបងជំហានដំបូងរត់មកតឹងល្មមសិនទៅដើម្បីឲ្យតម្រងមុខបងស៊ាំជាមួយនឹងការប្រើហ្គេនបើសម្រាប់ខ្ញុំអ្នកប្រើហ្គេនហើយគឺធម្មតាទេបងបន្ទាប់មកនេះខាងក្រោមនេះគឺការទាញបតឹងសាច់បឺកនិងសាច់ថ្ពាល់បងណាហើយនឹងជួយលើកតម្រងមុខយើងឲ្យចេញមុខអសរ V អញ្ចឹងសម្រាប់ការរុំហ្គេនលើមុខក៏ដូចខ្ញុំរុំជួយបងមើលអញ្ចឹងបើសិនជាបងមានតម្រងក្បាលរៀងតប៉ែតដូចខ្ញុំអញ្ចឹងបងអាចធ្វើការចងសក់ឡើងលើអញ្ចឹងទៅដើម្បីទប់ហ្គេនណាបងកុំឲ្យវាល្អិលព្រោះដោយសារក្បាលយើងតប៉ែតប៉ុន្តែបើថាអ្នកក្បាលមូលវិញបងចង់តម្លាក់សក់ក៏បានចង់ចងអញ្ចឹងក៏បានដែរប៉ុន្តែបើចងទៅគឺវាល្អជាងបងណាគឺទប់ហ្គេនបានល្អហើយហ្គេនគឺអាចហាត់បានគ្រប់ពេលបងមិនថាពេលបងញ៉ាំអីក៏អាចហាត់បានពេលបងនិយាយក៏អាចហាត់បានពេលគេយប់ឡើងក៏អាចហាត់បានដែរគឺងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងមែនទែនហើយបើថាចង់ឃើញផលទៅលឿនទៀតផលប្រកបជាមួយនឹងម៉ាស់បិទសម្រាប់ខ្លាញ់បឺករបស់ខ្ញុំល្អខ្លាំងណាស់បងឃើញផលលឿនបានតម្រងមុខស្អាតលឿនដូចចិត្តដែលចង់បានអញ្ចឹងបង